बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि धम्मं शरणं गच्छामि संघं शरणं गच्छामि बुद्धं शरणं गच्छामि
សាសនិកជនទាំងអស់ទីនេះគណៈធម្មយាត្រារបស់យើងខ្ញុំបានធ្វើដំណើរមកដល់ទីក្រុងគោលរដ្ឋដែលជាដែនដីសម័យពុទ្ធកាលដែលព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គធ្លាប់គង់ប្រថាប់នៅទីនេះផងដែរហើយដែលមានឈ្មោះថាគោលរដ្ឋដែលមានទីក្រុងឈ្មោះថាសតតសេតព្យនគរដែលមានបរិជាព្រះនាងប្របាទកោរពជាបានគ្រប់គ្រងនៅក្នុងទីក្រុងនេះនេះគឺជាកន្លែងដែលព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គទ្រង់បានប្រកាសសម្ដែងនៅសតបដ្ឋានសូត្រគឺណាជាកន្លែងសំខាន់នៅក្នុងពុទ្ធសាសនាផងដែរនៅក្នុងសម័យពុទ្ធកាលដែលព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គទ្រង់បាននិមន្តនៅដល់ទីនេះដែលព្រះអង្គបានប្រកាសសម្ដែងនៅសតបដ្ឋានសូត្រឥឡូវនេះគណៈធម្មយាត្រាយើងកំពុងតែធ្វើដំណើរមកដល់ដូច្នេះសូមប្រកាសណាគ្រប់ព្រះអង្គនិងញាតិញោមបងប្អូនទាំងអស់និមន្តបានជ្រាបថាទីនេះគឺជាទីកន្លែងសម្ដែងសតបដ្ឋានសូត្ររបស់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ដោយគណៈធម្មយាត្រារបស់យើងខ្ញុំបានមកដល់ប្រទេសឥណ្ឌាគឺកន្លែងដែនដីគោររដ្ឋដែលប្រពុតសម្ដែងសតបដ្ឋាននៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2008នៅក្នុងបណ្ដាប្រសូតទាំង7នឹងឯងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងនៅប្រសូតមួយមានឈ្មោះថាមហាសតបដ្ឋានសូត្រដូច្នេះមហាសតបដ្ឋានសូត្រនេះឯងគឺព្រះអង្គទ្រង់បានសម្ដែងនៅក្នុងទីនេះឯងនេះកន្លែងដែលញាតិញោមពុទ្ធបរិស័ទកំពុងស្ដាប់នឹងឯងតែមានមនុស្សម្នាយ៉ាងច្រើនទៅណាមនុស្សម្នាយ៉ាងច្រើនដែលបានទទួលស្ដាប់នៅប្រសូតទាំងហើយបានអប់រំចម្រើននៅក្នុងវិបស្សនាបានរួចផុតចាកអាសវៈកិលេសយ៉ាងច្រើនដូចជាព្រះភិក្ខុនៃឧបាសកឧបាសិកាទាំងអស់សត្វតែជាអ្នកអប់រំចម្រើននៅក្នុងសតបដ្ឋានវិបស្សនាទៅទី3ជាត្រូវអប់រំចម្រើននៅក្នុងសមថៈឬអប់រំចម្រើនពលរតីយ៉ាងណាក៏ដោយវាចាដោយសារតែមាននៅសតបដ្ឋានដែលជាទូវិបស្សនាហើយមិនអាចឃើញអ្នកផលបានអញ្ចឹងអ្នកអាចសម្រេចអ្នកផលទៅបានអាស្រ័យប្រធូគឺសតបដ្ឋានសូត្រដែលព្រះអង្គទ្រង់ប្រកាសសម្ដែងនៅក្នុងកាយានុបស្សនាសតបដ្ឋាននៅក្នុងវេទនានុបស្សនាសតបដ្ឋាននៅក្នុងចក្ខានុបស្សនាសតបដ្ឋាននិងនៅក្នុងធម្មានុបស្សនាសតបដ្ឋានដូច្នេះសូមញាតិញោមទាំងអស់អនុមោទនានៅសតបដ្ឋានសូត្រទាំងអស់គ្នាសូមអនុមោទនាសូមអនុមោទនាព្រះធម្មរតនៈសូមអនុមោទនាទៅណាទៅមានការសម្ដែងនៅក្នុងសតបដ្ឋាននឹងដោយសេចក្តីថាសម័យមួយគឺព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គទ្រង់គង់នៅក្នុងនិគមមួយមានឈ្មោះថាកម្មាសទ្ធមនិគមអញ្ចឹងនៅក្នុងសម័យព្រះសម្មាសម្ពុទ្ធនៅកន្លែងនេះមានឈ្មោះថាកម្មាសទ្ធមនិគមបើតាមច្បាប់បត្រៃវិដកយើងហៅថាកម្មាសទ្ធមៈគឺសរសេរអក្សរខុសគ្នាច្បាប់
ប្រទេសភូមិបាប់សរីលង្កាអីគឺកម្មាសទ្ធិមៈកម្មាសទ្ធិមៈឬសទ្ធម្មនិគមបែបដកខ្មែរយើងលេខ16ហ្នឹងកម្មាសទ្ធិមៈខអសគ្នាមួយម៉ាត់គឺថ្ងៃយើងសរសេរសូត្រហើយចំណែកបត្រៃបដកច្បាប់គេទាំងអស់គឺសរសេរសូត្រខ្មែរយើងខុសគេណាប៉ុន្តែខ្ញុំធ្លាប់ចាំមកគឺកម្មាសទ្ធិមៈនិគមកម្មាសទ្ធិមៈនិគមនឹងឯងជាស្រុកមួយទៅនៅតំបន់ហ្នឹងជានិគមមួយពីព្រោះនិគមនឹងឯងតែព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គទ្រង់និគមនៅក្នុងនិគមនឹងហើយព្រះអង្គ